កាន់តែឯកសារពីរនេះមកធ្វើលិខិតឆ្លងដែនឬមួយក៏ passport ថ្មីនៅផ្សារទំនើប Beyond 3បានហើយអញ្ចឹងអាប់ដេតការធ្វើលិខិតឆ្លងដែនឬមួយក៏ passport ថ្មីនៅក្នុងឆ្នាំ2026តោះទៅទស្សនាទាំងអស់គ្នាចឹងជាដំបូងហ្នឹងយើងត្រូវតាមរកនៅផ្សារទំនើប Beyond 3ឬមួយក៏ Beyond មានជ័យហ្នឹងឲ្យឃើញសិនចឹងដោយសារថ្ងៃហ្នឹងខ្ញុំជិះម៉ូតូមកចឹងឥឡូវខ្ញុំមកដល់ចំណតម៉ូតូហើយយើងចូលមកដល់ចុចយកសវត្ថនេះសិននៅពេលដែលយើងចតម៉ូតូហើយយើងដើរចូលទៅខាងក្នុងចុងបន្ទាប់ពីយើងដាក់ម៉ូតូនៅខាងនោះហើយយើងដើរមកតាមផ្លូវម្លប់នេះមកហើយយើងដើរឆ្លងគំនូរសញ្ញាដែលយើងត្រូវឆ្លងផ្លូវនេះចឹងពេលដែលយើងដើរមកដល់ហ្នឹងហើយយើងបត់ទៅខាងស្ដាំដៃយើងទៅច្រកទ្វារ 4B ឬមួយក៏ 4B ហ្នឹងច្រកទ្វារមួយនេះច្រកទ្វារ 4B ហ្នឹងហើយយើងដើរចូលទៅខាងក្នុងចឹងយើងដើរចូលទៅក្នុងឲ្យផុតពេលយើងដើរមកដល់ហ្នឹងគឺយើងឃើញមានការដាក់តាំងរូបមួយក៏លក់អីវ៉ាន់ជាច្រើនហើយនៅចំណុចកន្លែងទៅនេះជាទូទៅមានការសម្ដែងរបាំឬមួយក៏ទស្សនីយភាពពីខាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែរចឹងងាយស្រួលក្នុងការរកដែរទេអញ្ចឹងឥឡូវហ្នឹងខ្ញុំកំពុងដើរទៅរកចរាយន្តដែលយើងត្រូវឡើងទៅខាងលើដូចខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងទីតាំងគឺងាយស្រួលរកទេគឺយើងចូលតាមច្រកលេខ 4B ហើយយើងដើរមកត្រង់ឃើញចរាយន្តពីរហ្នឹងហើយទៅតទៀតយើងឃើញចរាយន្តទី1នេះយើងឡើងទៅតាមនឹងទៅត្រង់ទៅចឹងឥឡូវហ្នឹងនៅពេលដែលយើងឡើងមកដល់ចរាយន្តជាន់ទី1នេះហើយយើងបត់ខាងឆ្វេងដៃឡើងទៅមួយជាន់ទៀតឡើងទៅជាន់ទី2ឥឡូវនេះខ្ញុំកំពុងឡើងមកតាមចរាយន្តទី2ហើយយើងទៅជាន់ទី2សិនហើយយើងឡើងទៅមួយជាន់ចុងក្រោយនៅជាន់ទី3ចឹងឥឡូវយើងមកដល់ជាន់ទី2ហើយយើងបត់ឆ្វេងដៃម្ដងទៀតឡើងទៅជាន់ទី3ជាជាន់ដែលយើងត្រូវទៅដល់ទីតាំងដើម្បីធ្វើហ្នឹងហើយអញ្ចឹងនៅពេលដែលយើងឡើងមកដល់ជាន់ទី3ហ្នឹងហើយយើងនឹងឃើញនៅទីតាំងដែលយើងចូលទៅធ្វើតាក់ទងជាមួយនឹងតញ្ញត្តិបានឬមួយក៏លិខិតឆ្លងដែនដែលសារតែខ្ញុំថ្ងៃហ្នឹងមកធ្វើលិខិតឆ្លងដែនអញ្ចឹងខ្ញុំត្រូវដើរទៅត្រង់ដើម្បីរកទីតាំងហ្នឹងនេះសិតតែជាបងដែលគាត់អញ្ជើញមកធ្វើនៅលិខិតឆ្លងដែនឬមួយក៏ passport ថ្មីហ្នឹងដែរមកក្នុងករណីយើងអត់តដឹងព័ត៌មានក៏អាចរំខានបងជាមន្ត្រីឬមួយក៏លោកពូអ្នកមីងគាត់នៅមកនឹងដែរគាត់នឹងបញ្ជាក់យើងថាយើងត្រូវការរៀបចំអីខ្លះហើយយើងខ្វះខាតអីខ្លះចឹងអរគុណពេលដែលយើងចូលមកដល់ខាងក្នុងគឺបរិយាកាសបែបហ្នឹងដោយសារតែមិនអនុញ្ញាតឲ្យធ្វើការថតអញ្ចឹងខ្ញុំបានដាក់វីដេអូព្រាលពីមួយដំណាក់កាលទៅមួយដំណាក់កាលក្នុងការធ្វើគឺមានការផ្ដល់ព័ត៌មានពីមន្ត្រីដែលគាត់ធ្វើការនៅក្នុងឯកសារចាំបាច់ដែលត្រូវយកមកគឺមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិង passport ដែលជិតផុតសុពលភាពសំខាន់មួយទៀតគឺត្រូវត្រៀមលុយខាងក្រៅព្រោះអត់មានការ scan QR ឬមួយក៏ប្រើ credit card អីទេសម្រាប់ឯកសារក្នុងការធ្វើគឺយើងអាចរំខានទៅដល់អំពូមីនដែលគាត់ធ្វើការនៅក្នុងហ្នឹងឬមួយក៏យើងបំពេញខ្លួនឯងក៏បានដែរចឹងឥឡូវហ្នឹងខ្ញុំបានពេញឯកសារហើយបន្តទៅកន្លែងដើម្បីធ្វើបើសិនជាយើងចង់បំពេញខ្លួនឯងទៅលើឯកសារក៏បានដែរព្រោះដោយសារតននីគាត់មានគំរូដែរអញ្ចឹងហ្នឹងក៏មានកន្លែងធ្វើតញ្ញត្តិបានថ្មីដែរឥឡូវហ្នឹងធ្វើរីរាល់ហើយអរគុណសម្រាប់ការទស្សនាមានអីជាចម្ងល់អាចសួរខាងក្រោមបានបាយជំរាបលា